បាទអនុញ្ញាតបាទសូមអនុញ្ញាតបាទគោរពនឹងជំរាបសួរពុកម៉ែបងប្អូននៅនិយមតាមដានរកការផ្សាយផេកបាទពីអង្គភាពសារព័ត៌មានបាទ CR News បាទខណៈនេះដែលខ្ញុំបាទធួសមូនបាទកំពុងតែធ្វើការ live បាទផ្សាយផ្ទាល់នៃករណីបាទករណីលោតពីលើស្ពានណាប្រិមិត្តយើងដោយយើងយោងតាមបាទព័ត៌មានបាទយោងទៅតាមបងប្អូនប្រជាពលរដ្ឋដែលលោកបានបោះមកហ្នឹងគឺបាទគឺមានបរោះម្នាក់ហ្នឹងមិនដឹងថាជាបើតាមស្ថានភាពដែលបងប្អូនយើងបានបោះមកហ្នឹងគឺបើជនអនាថាបាទម្នាក់បាទគាត់បានលូតពីលើបាទស្ពានបាទព្រែកសំរោងបាទចៃដនអីមិនបានចូលទឹកទេប្រិមិត្តយើងបាទមកទៅលើបាទជើងតាំងនៃស្ពានព្រែកសំរោងណាបាទបណ្ដាលឲ្យគាត់ស្លាប់បាត់បង់ជីវិតភ្លាមនៅទីតាំងកន្លែងកាត់ហេតុផងដែរបាទសូមបញ្ជាក់ពុកម៉ែបងប្អូនផងដែរបាទបាទហេតុការណ៍នេះបានកើតឡើងនៅបាទថ្ងៃទី23បាទខែមេសាឆ្នាំ2023បាទវេលាម៉ោងបាទ 11:10 នាទីបាទមុននេះបន្តិចទេបើយោងតាមព័ត៌មានដែលបងប្អូនប្រជាពលរដ្ឋបាទលោកបានបោះមកនៅគោរពបាទឯកជនភាពបាទពូឃ្លោកសារព័ត៌មានបាទហើយក្រុមការងារយើងក៏បានចាត់បាទដូចជាបាទលោកបាទលោកក៏បានចាត់ចែងក៏ដូចជាបាទខ្ញុំបានចោះមកយកទស្សនវិជ្ជាផ្ទាល់ក៏ដូចជាផ្ដិតយករូបភាពផ្ទាល់នៃករណីបាទលោតបាទប៉ុនប៉ងសម្រាប់ខ្លួនបាទធ្វើអត្តឃាតនេះបាទយើងពុំទាន់ដឹងថាគាត់មកពីទីណានោះទេបាទយើងមើលតាមស្ថានភាពផ្ទាល់ហ្នឹងបាទគាត់បាទស្លៀកពាក់បាទគឺมันមានអាវនោះទេណាប្រិមិត្តយើងគឺខោខៀវបាទខោខៀវជើងខ្លីបាទត្រឹមកផ្លូវទេប្រិមិត្តយើងបាទហើយមានខ្សែដៃមួយខ្សែនៅខាងឆ្វេងដៃផងដែរហើយខ្សែដៃនេះប្រភេទជាខ្សែដៃកន្លៃទេណាប្រិមិត្តយើងបាទហើយយើងទទួលបានព័ត៌មានបន្ថែមពីបងប្អូនប្រជាពលរដ្ឋដែលលោករស់នៅទីនេះបាទគឺគាត់គឺជាជនអនាថាមិនដឹងថាគាត់ប្រើប្រាស់គ្រឿងញៀនឬក៏គាត់មានសតិណាមួយមិនគ្រប់គ្រាន់ទេមុននឹងគាត់បាទធ្វើការលូតពីលើស្ពានមកណាប្រិមិត្តយើងឥឡូវនេះយើងក៏ឃើញមានបាទជំនាញបាទបាទមកដល់ទីតាំងនៃកន្លែងកាត់ហេតុផងដែរហើយវត្តមានបាទលោកប៉ុកចិត្តបាទលោកបាទនាយរងនៃបាទប៉ុស្តិ៍នគរបាលក្រុងតាខ្មៅលោកក៏បានអញ្ជើញមកដល់ទីតាំងផងដែរហើយយ៉ាងណាមិញយើងមិនទាន់ឃើញមានបាទបងប្អូនសាច់ញាតិណាមួយដែលលោកមកដល់ទីតាំងនេះទេបាទគឺមានតែបងប្អូនប្រជាពលរដ្ឋបាទខ្មែរឥស្លាមដែលរស់នៅទីនេះផ្ទាល់បាទលោកបានបាទចំរមើហើយយ៉ាងណាមិញសាច់ញាតិមិនទាន់បានមកដល់ទីតាំងទេហើយជំនាញបាទចក្ខុវិស័យបច្ច័យលោកក៏បានមកដល់ទីតាំងហើយលោកកំពុងតែធ្វើការណាប្រិមិត្តយើងណាអធិស្ឋានផងខ្ញុំបានមិនអាចផ្ដិតយកទស្សនវិជ្ជានៃសាកសពបាទឲ្យបងប្អូនបានឃើញច្បាស់នោះទេបាទបើបងប្អូនចង់មើលឃើញនៅទស្សនវិជ្ជាបាទច្បាស់ហ្នឹងសូមបងប្អូនបាទជួញគ្រប់បាទពូឃ្លោកសារព័ត៌មានបាទបងប្អូននឹងឃើញបាទព័ត៌មានបាទជាក់ស្ដែងព័ត៌មានតាន់ហេតុការបាទព័ត៌មានដែលឃើញភិនភាគក៏ដូចជាជនរងគ្រោះបាទជាក់ស្ដែងតែម្ដងណាប្រិយមិត្តណាបាទសូមពុកម៉ែបងប្អូនយើងបាទជួយ share នៃករណីនេះផងបាទដើម្បីបាទជៀបទៅដល់សាច់ញាតិរបស់ជនរងគ្រោះដែលមានភិនភាគបាទកម្ពស់ហ្នឹងប្រហែលជា1.50 ម៉ែត្របន្តិចទេណាប្រិមិត្តយើងបាទកម្ពស់ប្រហែលជា1.50 ម៉ែត្រជាងទេបាទភេទប្រុសបាទសក់គាត់ហ្នឹងកាត់បាទស្អាតបាតផកគាត់ហើយតែមិនមានអាវទេប្រិមិត្តយើងបាទឆ្លៀកខោខ្លីបាទត្រឹមកផ្លូវតែគាត់លោតពីលើស្ពានព្រែកសំរោងនៅមុននេះបន្តិចផងដែរបាទបើតាមឲ្យដឹងក្មួយនៅក្នុងបាទនៅក្រោមស្ពាននេះគឺគាត់និយាយហើយគាត់ដើរចុះដើរឡើងមិនដឹងថាគាត់សតិគាត់វល់ឬក៏គាត់សែបគ្រឿងញៀនយ៉ាងណានោះទេណាប្រិមិត្តណាយើងផ្សាយព័ត៌មានតែបឋមទេបាទព័ត៌មានជាក់លាក់ណាមួយយើងពុំទាន់ទទួលបាននោះទេណាប្រិមិត្តយើងបាទឥឡូវនេះកម្លាំងជំនាញលោកក៏បានពុំហ៊ុំពាត់បាទដើម្បីបាទធ្វើកសលវិច័យហ្នឹងហើយធ្វើកសលវិច័យបាទដើម្បីឲ្យបងប្អូនសាច់ញាតិរបស់គាត់មកទទួលឥឡូវនេះមកទល់នឹងម៉ោងនេះបាទមិនទាន់មានសាច់ញាតិរបស់គាត់មកនៅឡើយទេ
ចឹងទេមានតែពុកម៉ែបងប្អូនបាទជួយ like ជួយ share នៃករណីនេះផងបាទដើម្បីស្វែងរកសាច់ញាតិដែលគាត់បានបាត់សមាជិកក្រុមគ្រួសារណាមួយបាទដែលគាត់មិនបានដឹងបាទមិនបានទទួលបាទជាយូរមកហើយហ្នឹងបាទឥឡូវនេះគឺមានករណីបាទបរិសម្នាក់បានលោតពីលើស្ពានបាទព្រៃសំរោងបាទនៅក្នុងទឹកដីក្រុងតាខ្មៅយើងឥឡូវនេះគាត់បានបាត់បង់ជីវិតទៅហើយបាទគាត់លោតហ្នឹងមិនបានចូលទឹកទេប្រិមិត្តយើងគឺលោតបាទចំបង្គោលគ្រឹះនៃស្ពានបាទមិនដល់ឲ្យគាត់បាទបាត់បង់អាយុជីវិតនៅភ្លាមនៅទីតាំងកន្លែងកាត់ហេបផ្ទាល់តែម្ដងkhông lan chuyện đó không thấy để nó cứ vui đó bọn đừng môn cả đến chứ này tụi ban nàyបាទសូមចិត្តប្រិយមិត្តយើងបាទជួយ like ជួយ share នៃករណីនេះផងបាទដើម្បីស្វែងរកសាច់ញាតិដែលគាត់បានបាត់បង់សមាជិកគ្រួសារបាទហេតុការណ៍នេះបានកើតឡើងនៅបាទទឹកដីក្រុងតាខ្មៅយើងនេះផ្ទាល់តែម្ដងបាទនៅខាងក្រោមស្ពានបាទព្រៃសំរោងហើយឥឡូវនេះសាកសពត្រូវបានបាទជំនាញនៃអត្តកាឋានបាទនគរបាលក្រុងតាខ្មៅបាទដឹកនាំដោយលោកប៉ុកវិចិត្របាទលោកក៏បានចុះមកដល់ទីតាំងផ្ទាល់នៅខាងក្រោយប៉ុស្តិ៍របស់គាត់នេះបាទបានយកសាកសពដែលគាត់លោតបាទពីលើស្ពានមកទៅលើបាទជើងតាំងប្រិយមិត្តយើងបាទជើងតាំងស្ពានឥឡូវនេះគាត់បានយកសាកសពបាទមកដល់លើគោកបាទខាងនេះហើយដើម្បីធ្វើកសលបច្ច័យឥឡូវនេះជំនាញចក្ខុកសលបច្ច័យលោកកំពុងតែធ្វើការណាប្រិយមិត្តយើងហើយខ្ញុំបានត្រឹមផ្សព្វផ្សាយពីចង្ងាយនេះប្រិយមិត្តណាក៏សូមអធិស្ឋានផងដែរព្រោះនេះជាជំនាញរបស់បាទគាត់ធ្វើការអញ្ចឹងទេខ្ញុំមិនអាចផ្តិតយកទស្សនវិជ្ជានៅពេលដែលខាងជំនាញកសលបច្ច័យលោកធ្វើការបានទេណាប្រិយមិត្តណាហើយខ្ញុំបាទយើងគ្រប់តាមវិជ្ជារបស់យើងបាទយ៉ាងណាមិញនោះខ្ញុំបាទនឹងសាកសួរព័ត៌មានបន្ថែមនៅជុំវិញករណីមានបរិសម្នាក់បាទលោតពីលើស្ពានព្រៃសំរោងបណ្ដាលឲ្យគាត់បាទធ្លាក់មកទៅលើបាទជើងតាំងបាទសសរស្ពានបណ្ដាលឲ្យគាត់ស្លាប់បាត់បង់ជីវិតបាទភ្លាមនៅកន្លែងកាត់ហេតុផ្ទាល់បាទអីសម្រាប់សាកសមនេះបាទមុនពេលកាត់ហេតុហ្នឹងយើងមិនដឹងថាគាត់មកពីទិសដៅណាទីតាំងណាទេប្រិមត្តណាបាទហើយឬក្មួយដែលរស់នៅទីនេះផ្ទាល់បាទគាត់បានដើរបាទចុះឡើងពី3ដងហើយនៅក្រោមស្ពានបាទហើយបន្ទាប់ពីដើរក្រោមស្ពានហើយបាទគាត់បានដើរទៅលើស្ពានហ្នឹងគឺគាត់បានលោតបាទបញ្ចប់ជីវិតរបស់គាត់ផ្ទាល់តែម្ដងបាទហេតុការណ៍នេះបានកើតឡើងនៅបាទម៉ោង11ជាងបន្តិចទេប្រិមត្តយើងបាទគាត់បានលោតបាទពីលើស្ពានមកសម្លាប់ខ្លួនបាទបាត់បង់ជីវិតមិនដឹងថាគាត់មានបាទអាការៈគ្រឿងញៀនឬក៏សតិមិនគ្រប់ណាមួយទេបាទខ្ញុំបានផ្សព្វផ្សាយត្រឹមតែព័ត៌មានបឋមបាទចែកជូនបាទទៅដល់ពុកម៉ែបងប្អូនដែលកំពុងតែតាមដានរកការផ្សាយเพจបាទពីអង្គភាពសារព័ត៌មានបាទ CRNU បាទព័ត៌មានយ៉ាងណានោះបាទខ្ញុំបាទរួមទាំងអង្គភាពសារព័ត៌មាន CRNU នឹងធ្វើការអាប់ដេតបាទបន្តទៀតបាទដើម្បីឲ្យពុកម៉ែបងប្អូនបាទទទួលជ្រាបព័ត៌មានបន្ថែមផងដែរបាទឥឡូវនេះសាច់ញាតិក៏មិនទាន់មកដល់អញ្ចឹងទេមានតែប្រព័ន្ធផ្សព្វផ្សាយបាទដើម្បីឲ្យបងប្អូនយើងបាទជួយផ្សព្វផ្សាយដើម្បីរកសាច់ញាតិដែលគាត់កំពុងតែបាត់បាទសមាជិកក្រុមគ្រួសារ
កងនោះប្រិមិត្តយើងមិនរស់ទេបើលេងស្ពានទល់ខែនេះទឹកស្រកផងបាទលោតមកមានអីនៅបើសម្រាប់រូបរាងកាយរបស់គាត់នេះស្គមក៏ប្រឹងណាបាទលោតមកក៏មិនសល់ដែរនេះដល់mấy នេះដល់mấyអត់អីទេមកថាបញ្ចប់ឥឡូវបងប្អូនក៏មានយើងមកបន្ថែមដាក់បន្តទៀតទូលបាទសូមចិត្តប្រិមិត្តយើងបាទជួយ share បាទជួយ share បន្តផងដើម្បីចែកចាយនៃព័ត៌មានករណីបាទបរិសុទ្ធម្នាក់បានលោតពីលើស្ពានបាទព្រៃសំរោងបាទលោតពីលើស្ពានព្រៃសំរោងបាទมันបានចូលទឹកទេប្រិមិត្តណាបាទគាត់បានលោតពីលើស្ពានមកទើលើបាទជើងតាំងនៃបាទជើងតាំងនៃស្ពានបាទបណ្ដាលឲ្យគាត់ធ្លាក់បោកក្បាលស្លាប់បាទយ៉ាងណាធំនៅទីតាំងកន្លែងកើតហេតុផ្ទាល់តែម្ដងបាទហើយជំនាញសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅលោកក៏បានបាទយកសាកសពបាទមកដល់ទីតាំងនៅលើគោកអែបច្រាំងនេះផ្ទាល់តែម្ដងដើម្បីឲ្យបងប្អូនយើងបាទងាយស្រួលហើយលោកក៏ងាយស្រួលនឹងធ្វើការផងដែរណាប្រិមត្តណាហើយទីតាំងដែលកន្លងគាត់ស្លាប់ហ្នឹងមិនមែនបាទកន្លែងនេះទេប្រិមត្តណានៅនោះចុងបង្គោលស្ពាននោះខាងនោះណាប្រិមត្តណាបងពលាប្រមាណបាទឡើងមកអត់លឺពលាបងឬថាប្រមាណចូលមួយវ៉ាវបងនេះហើយបងប្រមាណចូលមួយនេះបងឥឡូវនេះយើងក៏ឃើញមានបងព័ត៌មានបាទលោកក៏បានចុះមកដល់ទីតាំងបាទផ្ទាល់បន្ថែមទៀតផងដែរបាទដើម្បីធ្វើការប្រព័ន្ធផ្សព្វផ្សាយបាទចែកជូនទៅដល់ពុកម៉ែបងប្អូនបាទដើម្បីស្វែងរកសាច់ញាតិរបស់គាត់បាទព្រោះអីមកទល់1ម៉ោងនេះមិនទាន់មានសាច់ញាតិរបស់គាត់មកដល់ទីតាំងនៅកន្លែងកាត់ហេតុទេណាប្រិមត្តណាចឹងទេបាទខ្ញុំបាទក្នុងនាមអង្គភាពសារព័ត៌មានបាទ CNU បាទសូមបាទសូមឲ្យពុកម៉ែបងប្អូនទាំងអស់បាទជួយ share បាទជួយ share បានច្រើនបាទដើម្បីស្វែងរកបាទក្រុមគ្រួសារសាច់ញាតិរបស់គាត់បានប្រវត្តិចំណាវវត្តទៀតឡើយបងៗហ្នឹងបានប្រវត្តិចំណាវវត្តទៀតឡើយបាទអញ្ចឹងទេខ្ញុំបាទក៏គ្មានអ្វីច្រើនណាស់ប្រិមត្តណាក្រៅពីសូមឲ្យបងប្អូនយើងបាទជួយ like ជួយ share នៃករណីនេះទាំងអស់គ្នាផងដែរបាទដើម្បីស្វែងរកបាទសាច់ញាតិរបស់គាត់មិនដឹងថាគាត់មកពីទីតាំងណាទេណាប្រិមត្តណាបាទហើយសូមជួយ share ទាំងអស់គ្នាផងដើម្បីបាទឲ្យសាច់ញាតិរបស់គាត់បាទទទួលជ្រាបជាព័ត៌មានបាទអញ្ចឹងទេខ្ញុំបាទធូសំអូនបាទពនាមគង្គី49បាទអង្គភាពសារព័ត៌មានបាទ CNU បាទក៏សូមធ្វើការបញ្ចប់ live បាទត្រឹមតែប៉ុណ្ណេះបាទរកកំហុសខុសឆ្គងយ៉ាងណាមិញបាទចំពោះការអធិប្បាយរបស់ខ្ញុំបាទដោយកាយវិការណាមួយមិនសមរម្យបាទលើសលប់នៅពាក្យសម្ដីនោះបាទខ្ញុំបាទក៏សូមបាទអធិស្ឋានអត់ទោសបាទចំពោះរកការផ្សាយរបស់ខ្ញុំបាទផងដែរបាទនៅពេលនេះដែរខ្ញុំបាទធូសមូនរួមទាំងក្រុមការងារបាទអង្គភាព